ចំពោះបញ្ហានេះខ្ញុំអាចបញ្ជាក់បានថាការទូតកម្ពុជាគឺសកម្មជាទីបំផុតយើងមើលតែការឆ្លើយតបដោយការតវ៉ាប្តឹងតវ៉ាចំទាស់មានទាំងគណៈទូតក្រសួងការបរទេសនិងក្រសួងមហាផ្ទៃផងដែរក្រសួងវប្បធម៌វិចិត្រសិល្បៈផងដែរសរុបបញ្ចូលគ្នា700ហើយបាទបានคล้ายទៅជាឧបករណ៍អន្តរជាតិដែលត្រូវយកមកជាមូលដ្ឋាននៅក្នុងការសម្រេចសេចក្តីនៅក្នុងពេលណាមួយដោយតុលាការមិនថាតែ ICJ ឬក៏ ICC នោះទេបាទនីតិវិធីនៃការកសាងផុសតាងខ្ញុំនិយាយជាទូទៅគឺជានីតិវិធីនៅក្នុងផ្លូវច្បាប់បាទប្រសិនបើយើងត្រូវប្តឹងបុគ្គលណាមួយឬរដ្ឋណាមួយប្រកាសណាស់ថានីតិវិធីនៃការកសាងផុសតាងនេះគឺជារឿងសំខាន់ជាទីបំផុតតែកំណត់ទូតផ្សេងៗហ្នឹងនឹងដើរតួជាឯកសារគតិយុត្តជាផុសតាងប្រកាសណាស់ថានេះគឺជាការកសាងផុសតាងដោយស្ងប់ស្ងាត់និងមានឥទ្ធិពលជាទីបំផុតនៅពេលដែលវាឈានទៅដល់ចំណុចមួយដែលធ្វើឲ្យទាំងកម្ពុជាទាំងថៃនិងភ្ញាក់ផ្អើលបាទ